តើអ្នកបានចូលឈ្មោះក្នុងការធានារ៉ាប់រងសុខភាពជាតិដែរឬទេប្រសិនបើអ្នកមានការធានារ៉ាប់រងសុខភាពអ្នកអាចទទួលបានការព្យាបាលក្នុងតម្លៃទាបការចុះឈ្មោះធានារ៉ាប់រងសុខភាពគឺសាមញ្ញការធានារ៉ាប់រងសុខភាពគឺជាប្រព័ន្ធមួយដែលរដ្ឋាភិបាលជួយរ៉ាប់រងការចំណាយលើមន្ទីរពេទ្យរបស់អ្នកប្រសិនបើអ្នកបានចុះឈ្មោះក្នុងការធានារ៉ាប់រងសុខភាពការចំណាយលើការព្យាបាលនៅមន្ទីរពេទ្យរបស់អ្នកគឺទាបខ្លាំងនៅពេលអ្នកឈឺឬមានរបួសជនបរទេសទទួលបានអត្ថប្រយោជន៍ដូចគ្នាទៅនឹងជនជាតិកូរ៉េដែរនៅពេលអ្នកធ្វើការនៅក្នុងប្រទេសកូរ៉េអ្នកត្រូវតែចុះឈ្មោះក្នុងការធានារ៉ាប់រងសុខភាពអ្នកអាចចុះឈ្មោះសម្រាប់ការធានារ៉ាប់រងសុខភាពបានប្រសិនបើអ្នកបានរស់នៅក្នុងប្រទេសកូរ៉េលើសពី6ខែហើយដាក់ឯកសារដែលចាំបាច់ប្រសិនបើអ្នកធ្វើការឲ្យក្រុមហ៊ុននោះក្រុមហ៊ុននឹងចុះឈ្មោះអ្នកក្នុងការធានារ៉ាប់រងសុខភាពហើយបង់ថ្លៃបុព្វលាភជូនមួយផ្នែកប្រសិនបើអ្នកមិនធ្វើការឲ្យក្រុមហ៊ុនទេអ្នកត្រូវតែចុះឈ្មោះដោយខ្លួនឯងហើយបង់ថ្លៃបុព្វលាភដោយខ្លួនឯងបុព្វលាភគឺអាស្រ័យលើកម្រិតប្រាក់ចំណូលរបស់អ្នកប្រសិនបើអ្នកមិនបង់ថ្លៃបុព្វលាភរបស់អ្នកទេអ្នកនឹងមិនទទួលបានការបញ្ចុះតម្លៃលើថ្លៃព្យាបាលទេហើយអ្នកមិនអាចបន្តទិដ្ឋាការរបស់អ្នកបានឡើយប្រសិនបើអ្នកមានការធានារ៉ាប់រងសុខភាពអ្នកនឹងទទួលបានអត្ថប្រយោជន៍ផ្នែកវិទ្យាសាស្ត្រជាច្រើនអ្នកអាចទទួលបានការពិនិត្យសុខភាពជាប្រចាំក្នុងតម្លៃទាបនិងបង់តែថ្លៃខ្លះនៃការចំណាយថ្លៃមន្ទីរពេទ្យរបស់អ្នកតែប៉ុណ្ណោះអ្នកក៏អាចទិញថ្នាំក្នុងតម្លៃទាបផងដែរការព្យាបាលនិងការធ្វើតេស្តសំខាន់ភាគច្រើនត្រូវបានរ៉ាប់រងដោយការធានារ៉ាប់រងសុខភាពករណីលើកលែងអ្នកត្រូវតែបង់ថ្លៃពេញលេញសម្រាប់ LASIK ការវះកាត់កែសម្ផស្សមកុដមាសនិងថ្លៃបន្ទប់មន្ទីរពេទ្យលំដាប់ខ្ពស់ប្រសិនបើអ្នកឈប់ពីការងារអ្នកនឹងក្លាយជាអតិថិជនក្នុងតំបន់ធម្មតាដោយស្វ័យប្រវត្តិប្រសិនបើអ្នកមិនប្រាកដទេសូមទូរស័ព្ទទៅខ្សែទូរស័ព្ទពិគ្រោះយោបល់និងសាកសួរបន្ថែមនៅ Clinic ឥតគិតថ្លៃអ្នកអាចទទួលបានជំនួយទោះបីជាគ្មានធានារ៉ាប់រងសុខភាពក៏ដោយប៉ុន្តែអ្នកប្រហែលជាត្រូវរងចាំយូរជនអន្តោប្រវេសន៍ក៏គួរតែចុះឈ្មោះក្នុងការធានារ៉ាប់រងសុខភាពផងដែរបង់ថ្លៃបុព្វលាភប្រចាំខែរបស់អ្នកពេលទៅមន្ទីរពេទ្យសូមភ្ជាប់មកជាមួយនៅអត្តសញ្ញាណប័ណ្ណនិងប័ណ្ណធានារ៉ាប់រងសុខភាពរបស់អ្នកទទួលបានការថែទាំដែលអ្នកត្រូវការជាមួយនឹងការធានារ៉ាប់រងសុខភាពចុះឈ្មោះក្នុងការធានារ៉ាប់រងសុខភាពនិងការពារសុខភាពរបស់អ្នកខណៈពេលកំពុងរស់នៅក្នុងប្រទេសកូរ៉េ